Thank you, AJ, and thank you to the lovely girls that came up and made the presentation. I just want to wish you all a happy new year and a wonderful weekend with your families. It's so good to see many of the young people out here with their families, many generations. So happy new year and thank you for including me. បាទអរគុណច្រើនបន្តតទៅទៀតខ្ញុំសូមអញ្ជើញចៅហ្វាយក្រុងរបស់យើងតែមុននឹងខ្ញុំអញ្ជើញគាត់មកខ្ញុំមិនមានសេចក្តីណែនាំអីធំដុំទេចំពោះចៅហ្វាយក្រុងយើងខ្ញុំគ្រាន់តែចង់និយាយថាយើងមានថ្ងៃនេះក៏ដោយសារមានចៅហ្វាយក្រុងបច្ចុប្បន្នដែលយកព្រមធ្វើការជាមួយនឹងសហគមន៍របស់យើងដែរដូច្នេះនៅពេលដែលខ្ញុំអញ្ជើញគាត់ឡើងមកសូមបងប្អូនផ្ទះដៃអបអរសាទរឲ្យបានខ្លាំងដើម្បីឲ្យគាត់បានទទួលនៅការកក់ក្ដៅពីសំណាក់យើងរាល់គ្នា At this time I like to invite Her Honors the Mayor of Len Mayor Kennedy Jamrep Su Dilchanam Khmai. Thank you for having me here today and thank you for so many people showing up on this beautiful day to celebrate the Cambodian New Year. អរគុណច្រើនបងប្អូនទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងថ្ងៃនេះ I want to thank Vanessa, my sister, for the day for dressing me in my costume. ហើយក៏សូមអរគុណដល់បងស្រី Vanessa ដែលជាបងស្រីសម្រាប់ថ្ងៃនេះតែមួយថ្ងៃរបស់គាត់ដែលបានជួយនឹងសម្លៀកបំពាក់គាត់ And I'm going to learn the coconut dance later on today so I can celebrate with you. ហើយគាត់នឹងរៀនរាំរបាំគួរត្រឡោកដើម្បីគាត់នឹងរាំបង្ហាញជូនបងប្អូននៅល្ងាចនេះ So everybody enjoy the day. We have plenty of food and plenty of vendors around and they'll provide you with information, fun and nutrition. ហើយទាំងអស់គ្នាសូមអញ្ជើញសប្បាយរីករាយនៅចំណីអាហារនិងការជួបជុំគ្នាសប្បាយជាកិត្តិយសរបស់សង្គមយើងដូច្នេះសប្បាយជាមួយគ្នាអរគុណច្រើន And thank you to my friend AJ for translating. អរគុណច្រើនបាទ អូនៅពេលនេះយើងមានតំណាងរាស្ត្រលោកក៏ចង់មកចូលរួមហើយចំណាយពេលនិយាយពី3ម៉ាត់ជាមួយនឹងបងប្អូនយើងដែរCongressman Tierney ជាមួយនឹងប្រពន្ធគាត់ Good afternoon, everybody. This day It is terrific to see this size of a crowd out here on a beautiful day like today. ថ្ងៃនេះគឺជាថ្ងៃល្អហើយដែលបងប្អូនបានមកចូលរួមជាច្រើនដូចនេះ Patrice and I are thrilled to be able to join you. ប្រពន្ធខ្ញុំប្រតិឆាហើយនឹងខ្ញុំរីករាយនឹងបានមកចូលរួមជាមួយអ្នករាល់គ្នា And we know that you're going to enjoy the entire afternoon. We wish you a very, very happy new year and thank you for letting us join you. ហើយសូមសួស្តីឆ្នាំថ្មីខ្មែរទាំងអស់គ្នាដល់បងប្អូនទាំងអស់ហើយអរគុណដែលបានឲ្យពួកខ្ញុំមកចូលរួមជាមួយអ្នកយើងរាល់គ្នា Enjoy the day. Thank you. Thank you sir Congressman ខ្ញុំជឿថាក្នុងពេលនេះខ្ញុំសូមចំណាយពេលប្រហែលជា10ទៅ15នាទីដើម្បីអញ្ជើញភ្ញៀវកិត្តិយសដែលជាអ្នកតំណាងរាស្ត្រខាងទោះនៅក្នុងប្រចាំរដ្ឋប្រចាំប្រទេសឬក៏ប្រចាំប្រភូមិដើម្បីឲ្យគេឡើងមកនិយាយជួបជុំជាមួយនឹងបងប្អូនយើងនៅពេលនេះខ្ញុំសូមអញ្ជើញ Brandon គាត់ជាសង្កាត់5នៅតំណាងនេះសង្កាត់5នៅក្រុងលីនយើង Brandon
ហើយនឹង Pete Panels I'm sorry Thank you so much for having us here today. អរគុណដែលបានឲ្យពួកយើងមកនៅថ្ងៃនេះ I'm so proud and honored by the great strides the Cambodian community has made in the past few years. ហើយនេះគឺជាកិត្តិយសសង្គមខ្មែរយើងខ្ញុំរីករាយណាស់ដែលសង្គមខ្មែរបានរីកចម្រើនដូចនេះ Whether it be more and more of you getting registered to vote or organizing locally, community groups such as Kaya have provided such a rich benefit for our whole city. ទោះជាសមាគមយុវជនក្តីឬក៏ការរួមចូលគ្នាដើម្បីចោះឈ្មោះបោះឆ្នោតក្តីគឺជាការល្អទាំងអស់ We can see the results on days like today when we have such a large gathering of friends and family. លទ្ធផលដូចយើងបានឃើញហើយនៅថ្ងៃនេះដែលមានបងប្អូនយើងទាំងអស់មកចូលរួមជាធ្លុងមួយដើម្បីសហគមន៍ខ្មែរយើង And we saw the results this past November when we elected our first Cambodian city councilor, Hong Net. ហើយលទ្ធផលគឺដោយសារការសាមគ្គីគ្នាយើងបានបោះឆ្នោតឲ្យសមាជិកសភាសាលាក្រុងចេញពីពិភពខ្មែរយើងគឺលោក Hong Net We extend the greetings from the city as well as the state. State Senator Tom McGee was here earlier. State Representative Steve Walsh, State Representative Bob Fennell. We're also joined by City Councilors Dan Cahill, Tim Phelan, Rick Ford, and school committee members Charlie Gallo, Maria Carrasco, and John Ford. គាត់បានរៀបចំរាយរាប់ឈ្មោះអស់ហើយខ្ញុំគ្រាន់ថាពួកគាត់បានមានវត្តមាននៅទីនេះពីមុនប៉ុន្តែដោយកម្មវិធីយើងចាប់ផ្ដើមមិនទាន់ពេលវេលាពួកគាត់ក៏មានពេលទៅកន្លែងផ្សេងទៀតដូច្នេះយើងគ្រាន់តែចង់ប្រកាសរាយនាមដើម្បីឲ្យបានជាការគ្រប់គ្រងដែលពួកគាត់បានមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំយើងនៅថ្ងៃនេះសូមអរគុណ I'd like now to pass over the mic to Ward 6 Councilor Pete Capano. ឥឡូវនេះទៅសង្កាត់ទី6លោក Pete Capano Thank you. It's a great day to all be out here, to see the community out here enjoying the park, and great to see how everybody came together to make something work like this. I think it's going to be bigger and bigger every year. តែជាស្បែកម្ដងទៀតជាការល្អណាស់ដែលយើងបានមកចូលរួមក្នុងពិធីយើងនៅថ្ងៃនេះទាំងអស់គ្នាដូច្នេះវាជាបង្ហាញនៅកម្លាំងមួយដែលយើងទាំងអស់គ្នាបានមកចូលរួមនៅថ្ងៃនេះគឺជាការល្អណាស់ I also wanted to recognize the youth councils that are up here. They're going to be helping us represent issues around the city, and it's great to have them up here with us right now today. ហើយបងអូនយុវជនទាំង3នាក់នេះគឺជាសភាជាបើនិយាយឲ្យចំបាយគឺជាអ្នកហាត់រៀនដើម្បីនឹងបញ្ចូលឈ្មោះសម្រាប់ឲ្យមានបទពិសោធន៍ហើយថ្ងៃក្រោយបើគេពេញចិត្តគេអាចនឹងបញ្ចូលឈ្មោះដោយខ្លួនគេបានចេញពីពិភពខ្មែរយើងនេះជាការមួយអស្ចារ្យណាស់សូមអរគុណ I just want to mention one very important thing, important to our community, all of us that live in the general area around here. This is my district and Brendan's district, and how important it was for everybody to come together to elect Hongnet. It was a great turnout, people registered to vote, and ម្ដងទៀតគឺគ្រាន់តែចង់ពន្លឺសម្លេងសាទរកម្លាំងសាមគ្គីដែលយើងទាំងអស់គ្នារួមគ្នាធ្វើគឺលទ្ធផលគឺយើងបានបោះឆ្នោតឲ្យលោក Hongnet ជាប់ជាសមាជិកសភាសាលាក្រុង I just want to emphasize the importance of trying to continue that to state and federal elections that are coming up. It's very important that everybody get out and register to vote. We have an voter registration table over there because there are issues right now that are going to affect our communities greatly. ដូច្នេះនៅក្នុងរដូវបោះឆ្នោតឆ្នាំនេះនៅខែខាងមុខយើងនឹងមានការបោះឆ្នោតទូប្រចាំរដ្ឋប្រចាំក្រុងប្រចាំប្រទេសក៏ដោយយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបោះសម្លេងយើងឲ្យបានឮកាន់តែខ្លាំងឡើងហើយកាន់តែល្អជាងពេលនេះទៅទៀត
there are a lot of issues that could impact the communities here. There are people that, friends of ours that we need to make sure stay elected, and we need to make sure that a lot of the funding that affects our schools and our community stays funded or is increased. We got to be on the lookout for any types of cuts that are going to affect our communities. The only way we can do that is at the polls. We need to make sure that we all register to vote. បាទដូច្នេះសម្លេងសន្លឹកឆ្នោតគឺជាការសំខាន់ណាស់តែយើងចូលរួមគ្នាដើម្បីនឹងបោះនៅសន្លឹកឆ្នោតមួយក្នុងរឿងណាមួយដែលមានការតាក់ទងដូចជាសាលារបស់យើងការថាវិការឧបត្ថម្ភសាលាទូទៅវាជាការសំខាន់ណាស់កាលណាយើងរួមគ្នាហើយយើងបញ្ចេញនៅសម្លេងរបស់យើងតែមួយដូចយើងអាចនឹងឈ្នះបាន Thank you and Happy New Year. អរគុណច្រើនទូស្ដីឆ្នាំថ្មីខ្ញុំក៏សូមទោសដែរការបកប្រែរបស់ខ្ញុំមិនបកប្រែទៅតាមសម្ដីដែលគាត់និយាយទាំងអស់ទេគឺរួមជាទូទៅដូច្នេះដោយសារពេលវេលាយើងកំណត់ឲ្យ2នាទីតែមិនមែន2នាទីដូច5នាទីទេចឹងមានអ្នកណាផ្សេងទៀតទេខ្ញុំជឿថាអ្នកមុខនៃការដែលគេចង់ឡើងមកនិយាយគឺអស់ហើយដូច្នេះសារជាថ្មីម្ដងទៀតខ្ញុំសូមលំអរកាយអរគុណដល់បងប្អូនទាំងអស់ដែលបានអញ្ជើញមកចូលរួមហើយយើងអញ្ជើញសប្បាយនៅថ្ងៃនេះទាំងអស់គ្នាសូមអរគុណបាទខ្ញុំចាញ់ខ្ញុំបាទខ្ញុំចង់ចូលកន្លែងនេះផ្សេងទៀតសូមអរគុណបាទសូមអរគុណដល់បងប្អូនដែលបានអញ្ជើញមកពីខាងនយោបាយទាំងអស់គ្នានេះមិនបងប្អូននេះគឺបងទាំងអស់ពិសេសគឺស្កុតប្រោនដែលផ្ដល់កិត្តិយសយ៉ាងធំធេងជាមួយកម្មវិធីរបស់យើងហើយក៏ជាថ្មីក៏សូមអនុញ្ញាតអរគុណបាទដល់ទីក្រុងលីនម្ដងទៀតបាទហើយនឹងបងប្អូន volunteer ទាំងអស់ដែលបានចូលរួមជាមួយកម្មវិធីរបស់យើងហើយកម្មវិធីជាបន្តទៀតគឺយើងមានការសម្ដែង fashion show ដែលបងប្អូនដែលបានខកហាត់រៀនយ៉ាងយូរមកហើយពួកគេទាំងអស់គ្នាបានត្រៀមរួចជាស្រេចបាននៅខាងក្រោយឆាកនេះដើម្បីរៀបចំការបង្ហាញម៉ូដហើយមុននឹងការប្រជុំជាមួយនឹងការបង្ហាញម៉ូដបាទក៏សូមអនុញ្ញាតអញ្ជើញលោក Johnson បាទអញ្ជើញដើម្បីមកបញ្យល់ពីការចាប់ឆ្នោតព្រោះកម្មវិធីរបស់យើងថ្ងៃនេះគឺមានការចាប់ឆ្នោតសងសំណាងផងដែរដូច្នេះបងប្អូនទាំងអស់គ្នាប្រកាសជាមានឱកាសថានឹងឈ្នះអ្វីមួយនឹងបានអ្វីមួយពីកម្មវិធីរបស់យើងក៏ប៉ុន្តែបាទខ្ញុំសូមលាក់ទុកសិនគឺកម្មវិធីនេះតើលោក Johnson មកបាទគាត់នឹងបញ្យល់ពីរបៀបតើឈ្នះ